3ចំណុចក្នុងការបិទការលក់ប្រកបដោយប្រសិទ្ធភាពនឹងហើយបងប្អូនអរគ្នាបាទយើងការលក់មួយគឺវាអាស្រ័យទៅលើការសិក្សាស្វែងយល់អំពីចិត្តគំនិតអំពីតម្រូវការអំពីអិរិយាបថរបស់អតិថិជនអញ្ចឹងយើងធ្វើយ៉ាងណាយើងធ្វើយ៉ាងម៉េចដើម្បីឲ្យការបិទនៃការលក់របស់យើងប្រកបទៅដោយប្រសិទ្ធភាពប្រកបទៅដោយរយៈពេលខ្លីបាទអញ្ចឹងយើងខាងនេះខ្ញុំនឹងរួមសង្ខេបឲ្យខ្លីមកហើយខ្ញុំក៏ប្រើញឹកញាប់ដែរបាទពេលខ្លះយើងជួបអតិថិជនមួយផ្លេតពេលខ្លះយើងជួបអតិថិជនរយៈពេលយូរប៉ុន្តែដល់ពេលដែលជួបរយៈពេលខ្លីតើយើងប្រើ clear យើងប្រើចំណុចណាដើម្បីឲ្យការ close របស់យើងឲ្យបានសម្រេចលឿនបាទថ្ងៃនេះខ្ញុំមាន3ចំណុចជូនបងប្អូនណាបាទអញ្ចឹងបងប្អូនយើងទើបតែមានឱកាសក្នុងការសិក្សាហ្នឹងឯងដែលអាចយើងរកចំណុចរួមនៅក្នុងការបិទការលក់របស់យើងឲ្យបានលឿនអញ្ចឹងបងប្អូនរកចំណុចមួយថាលក់រមិចឲ្យបានលក់ទៅដាច់លក់ទៅបានរហូតណាបាទមកដល់ពេលនេះក៏ខ្ញុំជាអ្នកលក់រាប់ឆ្នាំក៏យើងនៅតែមិនទាន់ទៅជួបភ្ញៀវមួយលក់បាន1 2លក់បាន2 3លក់បាន3អត់ទាន់មានទេបាទប៉ុន្តែគ្រាន់តែសម្រាប់អ្នកដែលគាត់បានសិក្សាស្វែងយល់នឹងការអនុវត្តច្រើនប្រហែលជាគាត់មានប្រសិទ្ធភាពក្នុងការលក់បានច្រើនជាងបងប្អូនដែលបានចុះទៅលក់ជាងបងប្អូនដែលបានធ្វើបងប្អូនខ្ញុំនិយាយឲ្យមែនទៅវិស័យការលក់នេះបើសិនបើយើងគ្រាន់តែមានទ្រឹស្ដីដ៏ល្អយើងអានសភើយើងយកមកនិយាយបាទ AC បាទស្រួលណាស់ស្រួលមែនទេប៉ុន្តែបងប្អូនសាកខ្លួនឯងមើលបាទសាកខ្លួនឯងមើលចុះអនុវត្តលក់មើលខ្ញុំជឿជាក់ថាមានបាទមានបុគ្គលខ្លះមានបងប្អូនខ្លះនិយាយល្អមែនទេនៅក្នុងការលក់ trend បុគ្គលិក trend ក្រុមការងារប៉ុន្តែបងប្អូនខ្លះដែលបានចុះអនុវត្តទ្រឹស្ដីអត់ដែលបានចុះអនុវត្តទ្រឹស្ដីទេចេះទ្រឹស្ដីចូលសាកលក់មើលណាបងប្អូនបាទសាកមើលថាសាកមើល3 4 10អតិថិជនមើលតើស្រួលដូចអ្វីដែលយើងបានចេះទ្រឹស្ដីដូចអ្វីដែលយើងបានរៀនអត់ប្រហែលជាមិនងាយទេបងប្អូនណាមិនងាយទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាប្រសិនបើយើងកំពុងតែនៅក្នុងវិស័យលក់មិនថាសេវាកម្មមិនថាផលិតកម្មផលិតផលឬក៏លក់អីក៏ដោយបងប្អូនទៅស្ដាប់បុគ្គលណាដែលគាត់បកកែក្នុងការលក់ទាំងលទ្ធផលទាំងទ្រឹស្ដីបងប្អូនងាយក្នុងការបានជោគជ័យច្រើនអញ្ចឹងបងប្អូនគ្រាន់តែស្ដាប់បុគ្គលដែលគ្រាន់តែមានទ្រឹស្ដីហើយគ្រាន់តែអានសភើមិនបានទៅអនុវត្តប្រហែលជាពិបាកបងប្អូនណាមិនស្រួលទេអញ្ចឹងថ្ងៃនេះខ្ញុំមាន3ចំណុចជូនបងប្អូនតើលក់យ៉ាងម៉េចដើម្បីឲ្យពេលខ្លះយើងជួបយកពេលខ្លីយើងគូប្រើ clear មិនដើម្បីឲ្យឆាប់បានសម្រេចនៅលទ្ធផលមកណាបាទអញ្ចឹងមកដល់លើនេះខ្ញុំគិតថានៅស្រុកខ្មែរមានអ្នកដែលគាត់បានពូកែជោគជ័យលទ្ធផលល្អជាមួយវិស័យលក់នឹងច្រើនណាស់អញ្ចឹងបងប្អូនមិនខ្វះបុគ្គលដែលគំរូក្នុងការតាមដានស្ដាប់នៅការចែកចម្លែករបស់គាត់ទេអត់ខ្វះទេបងប្អូនណាអត់ខ្វះទេណាបាទអញ្ចឹងកុំឲ្យខាតពេកថ្ងៃនេះខ្ញុំមាន3ចំណុចជូនបងប្អូនសង្ឃឹមថានឹងបានជាប្រយោជន៍ដ៏ខ្លាំងណាបាទដល់បងប្អូនហើយបងប្អូនដែលមិនទាន់បានចុច Subscribe នៅក្នុង YouTube របស់ខ្ញុំមីមើលបាទអញ្ចឹងកុំភ្លេចចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានថ្មីបន្តទៀតបងប្អូនណាតែឥឡូវយើងកុំឲ្យខាត់ពេកយើងចូលទៅដល់គ្នាបាទអញ្ចឹងការលក់មួយដែលប្រកបទៅដោយប្រសិទ្ធភាពបាទវាមានចំណុចរបស់វាបងណាថ្ងៃនេះខ្ញុំចង់ចែករំលែក3ចំណុចនៃការលក់ប្រកបដោយប្រសិទ្ធភាពអញ្ចឹងការលក់ដែលប្រកបដោយប្រសិទ្ធភាពបើយើងចង់បិទការលក់ឲ្យលឿនណាបាទនឹងមានប្រសិទ្ធភាពខ្ញុំសូមផ្ដល់3ចំណុចសំខាន់បំផុតដែលអ្នកលក់ភាគច្រើនទទួលបានជោគជ័យក៏ដូចជាបទពិសោធន៍ដែលខ្ញុំបានអនុវត្តច្រើនមែនទែនបាទមិនតិចរយមិនតិចពាន់អតិថិជនទេណាបាទដែលបានចុះទៅជួបផ្ទាល់ជូនបងប្អូនគ្នាណាបងណាបាទអញ្ចឹងខ្ញុំជូនបងប្អូនជាចំណុចទី1បងប្អូនត្រូវតែស្ដាប់បញ្ហារបស់អតិថិជនឲ្យបានច្បាស់លាស់ឲ្យបានគ្រប់គ្រាន់គឺនិយាយឲ្យខ្លីគឺបងប្អូនទទួលនៅព័ត៌មានរបស់អតិថិជនឲ្យអស់ហើយការស្ដាប់ការសន្ទនាមួយអតិថិជនគឺបងប្អូនប្រើដោយជំនាញវិជ្ជាជីវៈការសិក្សារៀនសូត្រនិងការអនុវត្តទ្រឹស្ដីពិតរបស់បងប្អូនបាទដែលបានឆ្លងកាត់ដោយបងប្អូនពេលខ្លះការសន្ទនាជាមួយនឹងអតិថិជនដោយអតិថិជនមិនដឹងថាយើងកំពុងតែសន្ទនាដើម្បីចង់បានព័ត៌មានដើម្បីបាននៅទិន្នន័យដែលចង់បានទេគឺយើងបកកែក្នុងការ
និយាយដើម្បីស្ដាប់ពីបញ្ហារបស់អតិថិជនហើយបានយើងចង់ដឹងបញ្ហារបស់អតិថិជនបងប្អូនណាការដែលយើងបាននៅបញ្ហារបស់អតិថិជនច្បាស់ទី1បងប្អូនទៅចាំថាមនុស្សជាច្រើនឬក៏អតិថិជនជាច្រើនមិនមែនទិញផលិតផលរបស់អ្នកទេគឺគាត់ទិញនៅដំណោះស្រាយនៃបញ្ហារបស់គាត់គឺគាត់ទិញនៅដំណោះស្រាយដែលគាត់កំពុងតែមានបញ្ហាដើម្បីឲ្យដោះបញ្ហារបស់គាត់បានបងណាអញ្ចឹងបងទៅសួរអតិថិជនថាម៉េចបងប្អូនទៅសួរអតិថិជនថាតើបញ្ហាអ្វីដែលបងកំពុងតែជួបតើបញ្ហាអ្វីដែលបងអូនកំពុងតែជួបតើបញ្ហាអ្វីដែលអ្នកកំពុងតែជួបទី2តើបងចង់បានលទ្ធផលអ្វីដែរបងចង់បានលទ្ធផលអ្វីដែលបងអូនអាចជួយបងបានអូនបាទហើយទី3តើអ្វីដែលយើងធ្វើឲ្យអតិថិជនឬក៏ធ្វើឲ្យគាត់អាចសម្រេចចិត្តបានបងរកចំណុចថាតើចំណុចណាដែលយើងអាចធ្វើឲ្យគាត់សម្រេចចិត្តប្រើប្រាស់សេវាកម្មឬក៏ផលិតផលរបស់យើងបាននេះដើម្បីដែលបងប្អូនទៅដឹងមួយទៀតនៅពេលបងប្អូនទៅយល់ណាបងប្អូនទៅយល់ថាពេលអ្នកយល់អំពីបញ្ហារបស់អតិថិជនឲ្យច្បាស់យល់ពីបញ្ហារបស់គាត់ឲ្យច្បាស់ការលក់នឹងងាយស្រួលខ្លាំងណាស់ការលក់នឹងងាយស្រួលខ្លាំងណាស់មិនខុសអីដូចគ្រូពេទ្យដែលគាត់បកែគឺគ្រូពេទ្យដែលបកែក្នុងការសួរអ្នកជំងឺបងប្អូនសួរអ្នកជំងឺអស់ហើយបូកនឹងលទ្ធផលឡាបូអីទៀតគាត់ដាក់ថ្នាំងាយចំងាយត្រូវហ្នឹងបងណាបាទចំណុចទី1បងណាត្រូវយល់ពីបញ្ហារបស់អតិថិជនឲ្យបានបាស់ឲ្យបានគ្រប់គ្រាន់ឲ្យបានច្រើនបងប្អូនអាចងាយក្នុងការលក់ទី1ណាបាទចំណុចទី2បងប្អូនតាក់ទងបង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលតាក់ទងនឹងក្តីកង្វល់របស់គាត់តាក់ទងនឹងបញ្ហារបស់គាត់ដែលកំពុងតែមានតាក់ទងនឹងក្តីបារម្ភរបស់គាត់ដែលកំពុងតែមានណាបងណាអញ្ចឹងបង្ហាញអំពីអត្ថប្រយោជន៍ថាអត្ថប្រយោជន៍ផលិតផលមួយនេះអត្ថប្រយោជន៍សេវាកម្មមួយនេះនឹងអាចជួយនៅបញ្ហារបស់បងបាននឹងអាចជួយក្តីកង្វល់របស់បងបានបងស្ដាប់ខ្ញុំតិចសិនបងណាបាទអញ្ចឹងបង្ហាញអត្ថប្រយោជន៍គឺដើម្បីអីគេគឺដើម្បីបងប្អូនកុំតាំងចិត្តយើងជាអ្នកលក់បងណាបាទគឺយើងអត់លក់ផលិតផលទេអត់លក់សេវាកម្មទេគឺយើងលក់លទ្ធផលដែលគាត់នឹងទទួលបានបងប្អូនទៅចាំថារាល់ពេលដែលយើងទៅជួបអតិថិជនគាត់រំពឹងមួយថាតើពេលដែលយើងទៅជួបគាត់តើគាត់នឹងបានប្រយោជន៍អ្វីពីយើងដែលទៅជួបគាត់នេះតើនេះបងប្រសិនបើគាត់គិតថាបានប្រយោជន៍ទោះបីតែអស់លុយបានក៏ដោយបងណាគាត់ត្រូវតែចំណាយពេលទិញបើអញ្ចឹងមានគេធ្វើកម្មវិធីសកលដុល្លារធំណាពិសេសដូចកម្មវិធីឡានគេធ្វើកម្មវិធីរងថ្ងៃអញ្ចឹងហើយឡាន$4-50000ហើយតែគេធ្វើដើម្បីរកអ្វីដែលអាចជួយគ្រួសារនឹងឲ្យរស់នៅប្រកបទៅដោយសុវត្ថិភាពផាសុខភាពក្នុងការបានជាយានជំនិះមួយណាដើម្បីធ្វើដំណើរធ្វើឲ្យគ្រួសារគាត់ប្រកបទៅដោយសុខសុវត្ថិភាពបងប្អូនឃើញអញ្ចឹងពេលយើងទៅស្ដាប់គឺយើងចង់បានថាប្រកបជាបានប្រយោជន៍ពីផលិតផលមួយហ្នឹងណាបងណាបាទអញ្ចឹងបង្ហាញពីអត្ថប្រយោជន៍អីគេឧទាហរណ៍ខ្ញុំឧទាហរណ៍ថាបងប្អូនជាអ្នកលក់ម៉ាស៊ីនទឹកសុខភាពចុះបាទអញ្ចឹងយើងឧទាហរណ៍ជូនគាត់ថាមិនមែនម៉ាស៊ីននេះមានបច្ចេកវិទ្យាទំនើបទេមិនមែនម៉ាស៊ីននេះមានតម្លៃថ្លៃទេណាតែម៉ាស៊ីននេះវាអាចជួយឲ្យគ្រួសាររបស់បងមានទឹកដ៏ស្អាតប្រើប្រាស់មានទឹកដ៏ល្អក្នុងការជួយឲ្យគ្រួសាររបស់បងមាននៅផាសុខភាពល្អមានអត្ថប្រយោជន៍មួយទៀតគឺកាត់បន្ថយការចំណាយរបស់បងរយៈពេលដ៏វែងព្រោះរបស់មួយនេះអាចបំពេញតម្រូវការរបស់បងបានរហូតដល់25ឆ្នាំដូច្នេះវាជួយកាត់បន្ថយការចំណាយរបស់បងមកក្រុមគ្រួសារនៅក្នុងផ្ទះហ្នឹងគឺបានច្រើនបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនទៅចាំមួយទៀតថាអតិថិជនជាច្រើនសម្រេចចិត្តដោយអារម្មណ៍អតិថិជនជាច្រើនសម្រេចចិត្តដោយអារម្មណ៍
ហើយបន្ទាប់មកបានគាត់ប្រើហេតុផលបន្ទាប់មកបានគាត់ប្រើហេតុផលនេះឧទាហរណ៍ដូចខ្ញុំចឹងបងប្អូនបាទដូចខ្ញុំដែលខ្ញុំសម្រេចចិត្តទិញនៅផលិតផលម៉ាស៊ីនទឹកសុខភាពមួយពេលនោះខ្ញុំក៏មិនបានគិតថាវាមានប្រយោជន៍ខ្លាំងណាស់គ្រាន់តែគិតថាទិញដើម្បីសុខភាពបាទណាទិញដើម្បីអារម្មណ៍យើងចង់ថាចង់បានរបស់មួយនោះដល់ពេលយើងបានរបស់នោះយកមកប្រើបានយើងដឹងថាទើបយើងពិចារណារហេតុផលថារបស់មួយនឹងពិតជាអស្ចារ្យជួយយើងជួយគ្រួសារយើងទាំងអស់គឺធ្វើឲ្យមានសុខភាពល្អប្រសើរដល់ពេលបច្ចុប្បន្ននេះបងប្អូនឃើញទេនេះគឺហេតុផលដែលអតិជនជាច្រើនបាទចំណុចទី3គឺសួរបិទការលក់ដោយទំនុកចិត្តសួរបិទការលក់ដោយទំនុកចិត្តភាគច្រើននៃលក់កំហុសដែលលក់មិនបានបិទការលក់មិនបានគឺតែមួយឯងគឺអត់ហ៊ានសួរហើយខ្លាចអតិជនអ្នកលក់បងប្អូនចាំថាអ្នកលក់ត្រូវតែហ៊ានប្រសិនបើយើងលក់នៅក្នុងសេវាកម្មមួយផលិតផលមួយដែលពិតជាអាចជួយសង្គមបានពិតជាអាចជួយអតិជនបានបងប្អូនអត់មានអីទៅខ្លាចអត់មានរឿងអីដែលទៅខ្លាចទេគ្រាន់តែសួរគាត់ជាជាងដែលយើងមិនអាចបានសួរមិនអាចជួយគាត់បានប្រើហើយនៅពេលដែលគាត់មានបញ្ហាយើងមានវិបត្តិសេរីធំបងប្អូនណាអញ្ចឹងទៅហ៊ានសួរបងប្អូនសួរតែម៉េចបងប្អូនខ្ញុំប្រាប់រាល់វីដេអូរបស់ខ្ញុំតែងតែចែករំលែកបងប្អូនថារាល់ការលក់របស់មិនថាផលិតផលមិនថាសេវាកម្មក្នុងនាមបងប្អូនជាអ្នកដឹកនាំ team sale ក្នុងនាមបងប្អូនជាអ្នកគ្រប់គ្រងនៃការលក់បងប្អូនត្រូវតែបង្កើតសំណួរឲ្យបុគ្គលិកឲ្យក្រុមការងាររបស់យើងបានយល់ថាផលិតផលមួយនេះគូសួរមិនដើម្បីបានឲ្យការសម្រេចចិត្តរបស់គាត់ល្អបងប្អូនត្រូវបង្កើតសំណួរណាបាទបងប្អូនទៅមើលវីដេអូរបស់ខ្ញុំលក់ផលិតផលលក់សេវាកម្មខ្ញុំតែងតែមានសំណួរក្នុងការសួរទៅអតិថិជនដើម្បីឲ្យគាត់មានឱកាសក្នុងការសម្រេចចិត្តអញ្ចឹងខ្ញុំឧទាហរណ៍ជូនបងប្អូនសំណួរបិទការលក់ណាបាទគឺយើងអាចប្រើសំណួរងាយបងប្អូនណាបាទគឺយើងអាចប្រើសំណួរងាយដូចជាតើបងចង់ចាប់ដើមថ្ងៃនេះទេនៅពេលដែលបងប្អូនបញ្យល់គាត់អស់ហើយបងប្អូនទៅសួរថាអញ្ចឹងបើបងបានយល់ច្បាស់ហើយពិតជាសំខាន់ហើយតើបងចង់ចាប់ដើមថ្ងៃនេះទេតើខ្ញុំអាចរៀបចំឯកសារឥឡូវនេះជូនបងបានទេតើបងចង់សម្រេចចិត្តយកពណ៌មួយណាយក model មួយណាយកគម្រោងមួយណាយកកញ្ចប់ប៉ុណ្ណាបងប្អូនឃើញទេបាទយើងហ៊ានសួរអញ្ចឹងបើបងយល់ថាវាសមស្របហើយបងចាប់ផ្ដើមកំងថ្ងៃនេះបានទេបងប្អូនឃើញទេបងអាចកំងថ្ងៃនេះបានទេដើម្បីបងរៀបចំជូនបងប្អូនឃើញទេអញ្ចឹងសំណួរបែបនេះវាធ្វើឲ្យអតិថិជនផ្ដោតលើការសម្រេចចិត្តទិញមិនមែនផ្ដោតលើការសង្ស័យទៀតទេគឺផ្ដោតលើការសម្រេចចិត្តទិញព្រោះយើងបានបញ្យល់អស់ហើយតាំងពីទី1ទី2ទី3ណាយើងបានបញ្យល់គាត់អស់ហើយបងណាបាទអញ្ចឹងសរុបមកវិញកំហុសធំបំផុតរបស់អ្នកលក់ជាច្រើនគឺមិនហ៊ានសួរអតិថិជននឹងឯងគឺមិនហ៊ានសួរអតិថិជននឹងឯងបញ្យល់ល្អចប់សពគ្រប់ជម្រាបលាគាត់ទៅទៀតវិញអត់មានសំណួរណាដែលសួរឲ្យគាត់សម្រេចចិត្តនឹងការទិញទេគឺអត់ហ៊ានសួរបងប្អូនណាអញ្ចឹងកុំភ្លេចដើម្បីคล้ายជាអ្នកលក់ពូកែបានសង្ខេបមកវិញមាន3ចំណុចបងប្អូនណាទី1ត្រូវពូកែក្នុងការស្ដាប់បញ្ហារបស់អតិថិជនណាស្ដាប់បញ្ហារបស់អតិថិជនឲ្យច្បាស់កុំនិយាយកាត់គាត់ទុកពេលឲ្យគាត់និយាយឲ្យអស់ចាំយើងនិយាយតាមក្រោយគាត់ទី2ស្ដាប់ដំណោះស្រាយតើគូដោះស្រាយឲ្យគាត់ដោយវិធីណាណាចុងក្រោយសួរបិទការលក់នេះគឺជាដំណើររបស់អ្នកដែលលក់ពូកែគេតែងតែអនុវត្តរួមជាមួយនឹងខ្ញុំដែលតែងតែអនុវត្តនៅជំហានជាច្រើនហើយនឹងសង្ខេប3នឹងដែលខ្ញុំតែងតែដើរតែងអនុវត្តរាល់ថ្ងៃហ្នឹងបាទរាល់ថ្ងៃអញ្ចឹងពីខ្ញុំថ្ងៃនេះមានតែប៉ុណ្ណឹងដើម្បីជូនបងប្អូនសង្ឃឹមថានឹងបានជាប្រយោជន៍ក្នុងការប្រតិបត្តិការទៅលើការលក់របស់បងប្អូនទាំងផលិតផលទាំងសេវាកម្មអញ្ចឹងបងប្អូនគិតថាវីដេអូនេះសំខាន់
ផ្លេចចត subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានហើយអាច share ទៅចូលនឹងក្រុមគ្រប់ការងាររបស់បងប្អូនដើម្បីឲ្យក្រុមការងាររបស់បងប្អូនបានទទួលនៅចំណេះដឹងលឹះសំខាន់ clear សំខាន់ក្នុងការបិទនៃការលក់នេះផងដែរអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងអរគុណបាទសូមជម្រាបលា